សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់កម្មវិធី podcast តាមភូមិហើយយើងជួបគ្នានៅសប្តាហ៍ថ្មីទៀតហើយធានាថាសប្តាហ៍នេះគឺប្លែកមែនទែនដែលរាល់ដងយើងជួបជាមួយនឹងភ្ញៀវកិត្តិយសរបស់យើងប៉ុន្តែមួយសានេះគឺយើងជួបជាមួយនឹងភ្ញៀវកិត្តិយសដែរប៉ុន្តែជួបជាមួយនឹងរាជប្រិមត្តទាំងអស់គ្នាដឹងហើយពីសប្តាហ៍មុនមកក៏យើងធ្លាប់ជួបជាមួយនឹងរាជជាភ្ញៀវកិត្តិយសប៉ុន្តែនៅក្នុងសប្តាហ៍នេះប្លែកដឹងប្លែកមែនរាជប្លែកមែនសប្តាហ៍នេះគឺយើងបានរឿងមកពីប្រិមិត្តរបស់យើងប៉ុន្តែប្រិមិត្តរបស់យើងគឺគាត់អត់ចង់ប្រើសម្លេងរបស់គាត់ទេអញ្ចឹងគាត់មិនផ្ញើជាអត្ថបទមែនមកហ្នឹងហើយគាត់និយាយប្រាប់យើងប៉ុន្តែគាត់ថាបាទសំណុំពរទៅដល់ក្រុមការងារអត់ចង់ចាក់សម្លេងរបស់គាត់ទេគាត់ឲ្យ admin ហ្នឹងក៏ដូចជារាជហ្នឹងគឺមកនិយាយសាច់រឿងប្រាប់ទៅកាន់ប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាអូខេយល់បាទហើយរាជហ្នឹងថាសាច់រឿងរបស់យើងថ្ងៃនេះគឺពិតជាពិសេសមែនតើបន្ទាប់ពីក្រុមការងារបានផ្ញើមកឲ្យខ្ញុំណាហើយសាច់រឿងរបស់គាត់គឺបតៈកាលាគ្នាតាំងពីដើមមកហើយរុនធត់ព្រឺព្រួចទៀតចំសាច់រឿងប្រភេទមិនវិញហ៎បងសាច់រឿងរបស់គាត់ហ្នឹងគឺនិយាយទៅលើគាត់ធ្វើផ្ទះថ្មីបាទផ្ទះថ្មីសង់ថ្មីហ្មងហ្នឹងហើយសង់ថ្មីហើយគឺប៉ះពាល់ទៅដល់ព្រាយចាំមែនគាត់សង់ចិត្តដើមឈើព្រាយឬក៏មិនអត់ទេហើយជឿទៅតិចទៀតរាជដឹងហើយថាសាច់រឿងនេះវាបែបម៉េចខ្ញុំនឹងនិយាយជូនប៉ុន្តែខ្ញុំមុននិយាយជូនដល់រាជនឹងនិយាយជូនទៅដល់ប្រិមត្តអ្នកស្ដាប់ទាំងអស់គ្នាសូមប្រិមត្តអ្នកស្ដាប់ទាំងអស់គ្នាកុំភ្លេចចូលរួមគាំទ្រចុច Subscribe មកកាន់ Channel ថ្មីគឺ Channel Podcast តាមភូមិនឹងឯងដើម្បីទទួលបាននៅវីដេអូថ្មីជាច្រើនហើយបើសិនជាប្រិមត្តទាំងអស់គ្នាចង់ចែករំលែកសាច់រឿងអាចមកផ្ទាល់ទីនេះបានតាក់ទងជាមួយនឹងក្រុមការងារមួយទៀតគឺអាចនិយាយតាមរយៈ Telegram គឺក្រុមការងាររបស់យើងនឹងយកមកចាក់ផ្ទាល់នៅក្នុងកម្មវិធីរបស់យើងឡើយយើងកុំឲ្យខាតពេលយូរយើងចូលមកដល់សាច់រឿងរបស់បងស្រីអូខេតោះបងជើញហ្នឹងហើយសាច់រឿងមួយហ្នឹងខ្ញុំសូមដាក់ចំណងជើងឲ្យគាត់ថាសង់ផ្ទះថ្មីលើដីព្រាយពោះធំចំដូចតំណងហ្នឹងហើយបើសិនជាប្រិមត្តទាំងអស់គ្នាស្ដាប់សាច់រឿងនេះហើយចង់ដាក់ចំណងជើងបែបម៉េចប្រិមត្តទាំងអស់គ្នាអាច comment មកខាងក្រោមបានណាអញ្ចឹងយើងកុំឲ្យខាត់ពេលយូរយើងចូលមកដល់សាច់រឿងរបស់យើងអូខេរឿងមួយនេះគឺបានមកពីបងស្រីម្នាក់តែគាត់អត់បញ្ចេញឈ្មោះទេគឺគាត់រស់នៅខេត្តមួយគាត់ថារឿងមួយហ្នឹងគឺកើតនៅក្នុងអំឡុងឆ្នាំ2013នៅក្នុងឆ្នាំ2013យូរដែរហ្នឹងហើយយូរអីគេ2013ទៅឆាប់នេះដែរទេហើយរឿងមួយនេះដែរគឺគាត់អត់ចង់និយាយដោយសារតែគាត់មានវិបត្តិអារម្មណ៍របស់គាត់ប៉ះពាល់មកដល់ផ្លូវចិត្តរបស់គាត់ថានៅឆ្នាំ2013ហ្នឹងគាត់បានទិញដីមួយកន្លែងប៉ុន្តែដីមួយកន្លែងហ្នឹងគឺអត់នៅឆ្ងាយពីផ្ទះរបស់គាត់ទេដែលគាត់អត់ទាន់ធ្វើផ្ទះថ្មីហ្នឹងគឺគាត់នៅជាមួយម្ដាយរបស់គាត់អញ្ចឹងបន្ទាប់មកគាត់រកស៊ីមួយប្តីរបស់គាត់បានគាត់ក៏ទិញដីថ្មីមួយនៅក្បែរភូមិគាត់នឹងដែរទេហើយគាត់ទើបតែរៀបការបាន5ឆ្នាំទេហើយអត់ទាន់មានកូនទេដោយសារតែគាត់អត់ចង់បានគាត់ពជាអីអញ្ចឹងណាគាត់ថាពេលហ្នឹងគឺគាត់ពជាកំណើតអត់ចង់បានទេអញ្ចឹងគាត់ថានៅក្នុង2013ហ្នឹងគាត់ក៏បានទិញបានដីមួយកន្លែងដែលដីមួយកន្លែងហ្នឹងគឺនៅចិត្តភូមិរបស់គាត់ដែរទេហើយដីមួយហ្នឹងគាត់ទិញមកប្រហែលជាបាន2ឆ្នាំហើយគាត់បានចាក់ដីហ្នឹងមកបាន1ឆ្នាំហើយបានគាត់ធ្វើផ្ទះថ្មីហ្នឹងណាអូខេប៉ុន្តែគ្រាន់តែការចាក់ដីរបស់គាត់នេះអត់ចាក់ខ្ពស់ប្រហែលទេដោយសារដីហ្នឹងវាខ្ពស់ស្រាប់អញ្ចឹងគេចាក់ទ្របទេហ្នឹងហើយគាត់ចាក់ទ្របទុក1ឆ្នាំចោលអញ្ចឹងទៅបានដល់នៅគាត់ថានៅក្នុងអំឡុងខែ11ចូលខែ12ហ្នឹងគាត់ចាប់ផ្ដើមសាងសង់ផ្ទះថ្មីបាទហើយនៅពេលដែលគាត់សាងសង់ផ្ទះថ្មីហ្នឹងគាត់ថាគាត់បានទៅជួលជាងម៉ៅការហ្នឹងគឺជាងអត់មានអ្នកស្រុកអ្នកភូមិហ្នឹងទៀតជាងហ្នឹងមកឆ្ងាយអញ្ចឹងណាហើយដោយសារតែគាត់ពេញចិត្តស្នាដៃជាងមួយហ្នឹងអញ្ចឹងគាត់ក៏បានម៉ៅការមកអីហើយអស់គាត់ដាក់ពេលវេលាដើម្បីក្រុងពលីអូខេជាធម្មតារាជដឹងហើយនៅពេលដែលធ្វើផ្ទះថ្មីគឺគេតែងតែក្រុងពលីសុំម្ចាស់ទឹកម្ចាស់ដីបាទបងហើយលោកអាចារ្យហ្នឹងក៏គាត់មកក្រុងពលីទៅហើយក៏បានធ្វើពិធីសុំម្ចាស់ទឹកម្ចាស់ដីហើយនឹងធ្វើពិធីរងាប់ដីទៀតបាទធ្វើឲ្យដីស្លូតហ្នឹងហើយហ្នឹងថាធ្វើឲ្យដីស្លូតអញ្ចឹងបន្ទាប់មកគាត់ថានៅពេលដែលក្រុងពលីចប់សពគ្រប់អស់ក្រុងពលីពេលព្រឹកដល់ពេលរសៀលគឺជាងគាត់ចាប់ផ្ដើមធ្វើហើយបុកគ្រឹះបុកអីហ្នឹងហ្នឹងគឺចាប់ផ្ដើមកាប់អណ្ដើកបុកគ្រឹះអូខេហើយហេតុការគឺវានៅក្នុងការកាប់អណ្ដើកបុកគ្រឹះនឹងឯងគាត់ថានៅពេលហ្នឹងគឺនៅពេលដែលជាងបុកគ្រឹះហ្នឹងគាត់នឹងដែរទេដោយសារជាថ្ងៃដំបូងនៃការធ្វើផ្ទះរបស់គាត់អូខេអញ្ចឹងទៅគាត់ចេញចូលមកពីផ្ទះរបស់គាត់ដែលនៅមួយម្ដាយគាត់ហ្នឹងគាត់មកផ្ទះដីថ្មីហ្នឹងណាមើលជាងអញ្ចឹងទៅគាត់ថានៅក្នុងម៉ោង3ទេជាងទៅតែចូលធ្វើការបាន1ម៉ោងជាងស្រាប់តែមានជាងម្នាក់
រីកអញដឹងមិនអត់ មិនវិញបង ជាងម្នាក់ហ្នឹងគាត់កាប់ដៅដើម្បីចាក់គ្រឹះតសហ្នឹងបានប្រហែលជា1ម៉ែត្រជាងទេស្រាប់តែគាត់កាប់ដៅដល់1ម៉ែត្រជាងហ្នឹងគឺគាត់ប្រទះឃើញឆ្អឹងខ្មោច ឆ្អឹងខ្មោច ហ្នឹងហើយតែឃើញឆ្អឹងខ្មោចមិនមែនឃើញតែមួយដុំឬក៏ផ្នែកណាមួយទេឃើញទាំងមូលហ្មងគាត់កាប់ដំបូងគឺចំកន្លែងឆ្អឹងជនីទ្រូងនេះគឺប៉ះទៅចំហ្មងហើយប៉ះទៅអត់មានមុតអត់មានបែកអីទៀតគាត់គ្រាន់តែឃើញអាគ្រូងឆ្អឹងជនីហ្នឹងគាត់ថាអូប៉ះចំកន្លែងគេកប់សពហើយ ហ្នឹងហើយ គាត់ក៏បានប្រាប់បងស្រីម្ចាស់ផ្ទះហ្នឹងហើយអញ្ចឹងបងស្រីម្ចាស់ផ្ទះគាត់គ្រាន់តែឃើញបែបហ្នឹងគាត់រឿងតក់ស្លុតដែរដោយសារតែដីរបស់គាត់ហ្នឹង ទៅទិញផង ហ្នឹងហើយទៅទិញឲ្យធ្វើផ្ទះទៀត ហ្នឹង ហ្នឹងអញ្ចឹងគាត់ក៏បានឲ្យជាងហ្នឹងកាប់ទៅឲ្យកាប់មើលថាវាមានឆ្អឹងប៉ុន្មានជាងគាត់ក៏លងណាគាត់កាប់លងទៅតាមបដ ாய் ឆ្អឹងបែបហ្នឹងទៅគាត់ថាឆ្អឹងដែលកាប់បានហ្នឹងគឺនៅថ្មីស្អាតទាំងអស់ហ្មង អញ្ចឹងមានន័យថានៅទាំងដុលហ្មង នៅតាំងដុលហ្មងដៃជើងរបៀបម៉េចគាត់ថាគឺនៅរបៀបហ្នឹងហើយគាត់បានផ្ញើរូបភាពមកកាន់ក្រុមការងាររបស់យើងទៀតពេលហ្នឹងគឺគាត់មានទូរស័ព្ទប្រើគាត់ថត ហ្នឹងហើយព្រោះ2013វា ហ្នឹងហើយអញ្ចឹងនៅពេលដែលកាប់បានហើយអស់គឺឆ្អឹងនៅស្អាតហើយសភាពឆ្អឹងហ្នឹងដៃគឺដាក់នៅលើពោះបែបហ្នឹងគាត់ថាដាក់នៅលើពោះបែបហ្នឹងគាត់ថាគ្រាន់តែគាស់បានហើយជាងគាត់ឲ្យជាងលើកដាក់មកលើមករៀបដាក់មកលើកាទៀលខាងលើហើយពេលហ្នឹងក៏អ្នកភូមិមកមើលដែរអ្នកភូមិបងប្អូនគាត់មកមើលព្រោះអីដីមួយហ្នឹងគឺអត់ដែលមានពីណាគេយកសពតកប់ទេ ហ្នឹងហើយ ហើយដីមួយហ្នឹងក៏ទិញតពីគេមកដែរទេគាត់ក៏បានសួរម្ចាស់ដីទៀតក៏សួរថាមានពីណាគេស្លាប់អត់យកទៅកប់កន្លែងដីហ្នឹងតែម្ចាស់ដីថាអត់ទេព្រោះដីហ្នឹងគាត់បានតពីម្ដាយរបស់គាត់តមកទៀតដែរតាំងពីជំនាន់79មកអីអញ្ចឹងតែ បាយអពន ហ្នឹងហើយអញ្ចឹងគាត់ថានៅពេលដែលបានឆ្អឹងនឹងអីហើយអស់គេមកមើលពេលដែលគេមកមើលហ្នឹងគឺគេសន្និដ្ឋានថាឆ្អឹងហ្នឹងគឺជាឆ្អឹងរបស់មនុស្សស្រីហ្នឹងហើយ មានគេចេះមើលមែនបង ហ្នឹងហើយគាត់ថាឆ្អឹងរបស់មនុស្សស្រីហ្នឹងគាត់ថាគាត់អត់ចេះមើលទេប៉ុន្តែអ្នកស្រុកអ្នកភូមិគាត់ក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ចដែរ អូខេ ហើយសមត្ថកិច្ចគេមកគេថាឆ្អឹងហ្នឹងជាឆ្អឹងរបស់មនុស្សស្រីអត់ដឹងថាគេមើលរបៀបម៉េចទេប៉ុន្តែគេបញ្ជាក់ថាគេមើលកន្លែងឆ្អឹងតាគៀកនេះ ហ្នឹងហើយបងព្រោះអាចថាប៉ូលីសគេធ្វើកសលវិច័យអីទៅគេចេះមើលចេះអីចឹងណាបង បាទហើយគាត់ប្រាប់ទៀតថាអូខេបើឃើញអញ្ចឹងហើយគាត់មិនรู้គាត់ថាគ្រាន់តែឃើញបែបហ្នឹងគាត់អត់ចង់ធ្វើផ្ទះលើដីហ្នឹងទេ ព្រោះខ្លាចមានរឿងរ៉ាវអីចឹង ខ្លាចមានរឿងរ៉ាវប៉ុន្តែប្តីរបស់គាត់ឪពុកម្ដាយរបស់គាត់ហ្នឹងបានប្រាប់ថាធ្វើទៅវាមិនអីទេបើយើងគាស់គេចេញមកបានហើយយើងគ្រាន់តែហៅលោកអាចារ្យមកដើម្បីធ្វើពិធីសុំគេទៀតហើយសុំគេរើកន្លែងហ្នឹងយកទៅកប់កន្លែងផ្សេង ហ្នឹងហើយ ឆ្អឹងហ្នឹងណា បាទ ហើយយកទៅកប់កន្លែងផ្សេងនេះគឺយកទៅកប់ដីគាត់ទេបាទអញ្ចឹងគាត់ថានៅពេលដែលយកទៅកប់កន្លែងផ្សេងហ្នឹងគឺគាត់បាននិមន្តព្រះសង្ឃនឹងមកទៀតបាំងឆ្កូលបាំងអីឲ្យទៅដល់អ្នកសពហ្នឹងតើដឹងថាឈ្មោះអីទេ បាទ បាទគាត់បាំងឆ្កូលឲ្យអស់គាត់បានធ្វើភ្នោធ្វើអីឲ្យហ្នឹងទៅ ហ្នឹង ផ្ទះគាត់ចាប់ផ្ដើមសាងសង់ចាប់ផ្ដើមដំណើរការសង់ណា បាទ អញ្ចឹងនៅពេលដែលដំណើរការសង់ធ្វើផ្ទះហ្នឹងគឺជាងហ្នឹងមកពីឆ្ងាយអញ្ចឹងជាងមកពីឆ្ងាយគឺអត់មានកន្លែងគេងទេមែនអត់ ថើបងថើ ហ្នឹងហើយគាត់ថាជាងហ្នឹងគឺអត់មានកន្លែងគេងទេគឺគេបោះតង់នៅដីគាត់ហ្នឹង ហ្នឹង ហ្នឹងហើយជាងដូចជា10នាក់ផ្ទះគាត់ហ្នឹង10នាក់គេមកគេមានគ្រួសារគេអ្នកខ្លះគាត់យកតាំងប្រពន្ធរបស់គាត់ហ្នឹងមកទៀត ហ្នឹង បាទប៉ុន្តែនៅក្នុងជាងហ្នឹងគឺមានប្តីប្រពន្ធមកគូប្តីប្រពន្ធមកគូហ្នឹងប្រពន្ធរបស់គាត់ពោះធំ អូចឹងគាត់ពោះធំហើយគាត់មកតាមប្តីតាមស្រុកឆ្ងាយទៀត គាត់មិនមែនមកថាមកធ្វើមួយទេគាត់មកដាំបាយឲ្យប្តីរបស់គាត់ហ្នឹងគាត់ធ្វើជាអ្នកដាំបាយ បាទ ប៉ុន្តែពោះធំទៅតែ4ខែទេ អូចឹងពោះទូចដែរ ពោះទូចទេ ហ្នឹងហើយបង ពេលដែលពោះធំ4ខែហ្នឹងគាត់ជាអ្នកធ្វើការនៅអញ្ចឹងនៅកន្លែងហ្នឹងអញ្ចឹងផ្ទះរបស់គាត់ការពេលហ្នឹងគាត់ថាធ្វើបានប្រហែលជា 30% ពេលដែលធ្វើបាន 30% ហ្នឹងគាត់ថានៅយប់មួយអាហ្នឹងក៏អត់បានជួបហេតុការណ៍ហ្នឹងផ្ទាល់ទេប៉ុន្តែបងស្រីមួយហ្នឹងគឺនិយាយប្រាប់គាត់ដោយសារតែវាកើតហេតុនៅលើដីរបស់គាត់ផ្ទះរបស់គាត់គាត់ថាយប់មួយហ្នឹងបងស្រីម្នាក់ហ្នឹងអត់ដឹងគាត់ថាកាត់អីទេនៅយប់ហ្នឹងជាធម្មតាគាត់ស្ត្រីពោះធំគាត់តែងតែងូតទឹកពេលល្ងាចពីអីអញ្ចឹងទៅ អូខេបង បាទស្ត្រីពោះធំគេអត់ឲ្យងូតទឹកពីយប់យូរទេហ្នឹងគាត់ថានៅថ្ងៃហ្នឹងគាត់មិនដឹងជាកើតស្អីដល់ម៉ោង8ជាងបានគាត់ងូតទឹកក្រោយគេរាល់ដងគាត់ដាំបាយដាំទឹកអីរៀបចំបាយទឹកឲ្យបងប្អូនអ្នកធ្វើការផ្ទះហ្នឹងហើយគឺគាត់ងូតទឹកហើយ
តែបានគាត់ហូបបាយក្រោ អូ យ ខេបងអូខេ ប៉ុន្តែថ្ងៃហ្នឹងគាត់ឡៃតែធ្វើបាយធ្វើទឹកទៅលាងចានលាងឆ្នាំងឲ្យអស់បានគាត់សម្រាប់ងូតទឹកប៉ុន្តែបងប្អូនកម្មករសំណងផ្សេងទៀតគាត់ងូតទឹកឲ្យអស់ហើយគាត់ថានៅពេលដែលគាត់ងូតទឹកហ្នឹងគាត់ថាទៅតែម៉ោង8ជាងទេអត់យប់ជ្រៅហ្មងនេះគាត់ពោលតែងូតទឹកចង់ពុំណាទឹកពីងទេដោយសារតែទឹកហ្នឹងគឺសម្រាប់ដឹកមកយកមកធ្វើសំណងធ្វើអីលីក៏មានពីងបងស្រីគាត់ដាក់ពីងឲ្យអញ្ចឹងទៅអញ្ចឹងគាត់ថាបងស្រីម្នាក់ដែលពោះធំហ្នឹងគាត់ងូតទឹកម៉ោង8ជាងហ្នឹងស្រាប់តែគាត់ងូតទឹកគាត់ឃើញមនុស្សស្រីម្នាក់ ម៉ោង8ជាង ម៉ោង8ជាងគាត់ថានៅកន្លែងគាត់គឺអត់មានមនុស្សស្រីណាត្រូវមកឈរពាក់សនៅកន្លែងហ្នឹងទេគាត់ថាគាត់ងូតទឹកហ្នឹងគឺនៅខាងក្រោយអាផ្ទះធ្វើនៅខាងមុខអញ្ចឹង បាទចាំមាននៅក្រោយផ្ទះ បាទប៉ុន្តែគាត់ឃើញបងស្រីមួយហ្នឹងគឺឈរនៅខាងមុខផ្ទះគឺគាត់ឃើញមុខអត់ច្បាស់ទេគឺស្លៀកពាក់សហ្មងគាត់ថាស្លៀកពាក់រ៉ូបពណ៌សគាត់គ្រាន់តែងាកទៅគាត់ឃើញបងស្រីមួយហ្នឹងគឺបក់ដៃហៅគាត់ ហើយពេលគេនឹងគាត់មិនវិញគាត់ទៅអត់ គាត់ទៅបក់ដៃហៅគាត់គាត់ថាដូចជាអាបញ្ញាប់មានការអីអញ្ចឹងណាបក់ដៃហៅគាត់គាត់ពងតែងូតទឹកគាត់ស្មានតែម្នាក់ស្រីហ្នឹងគឺជាម្ចាស់ផ្ទះបងស្រីម្ចាស់ផ្ទះហ្នឹងមានការអីមករកគាត់អញ្ចឹងណាតែអត់ឮសលេងអីទេគាត់ងូតទឹកឆាវឃើញបក់ដៃគាត់ក៏ដើរទៅទាំងចង់ពុំនៅពេលដែលគាត់ដើរទៅគាត់ថាគាត់ឃើញថាមនុស្សស្រីហ្នឹងគឺពោះធំទៀតគាត់ដើរទៅរឿងបញ្ញាប់ណាដឹងមិនអត់បងស្រីដែលពោះធំដើរទៅហ្នឹងគឺគាត់ចំពប់ជើងជាមួយនឹងឥដ្ឋដែលកំពុងតែសាងសង់ហ្នឹងគាត់ថាពេលដែលសាងសង់វាមានឥដ្ឋរាយប៉ាយខាងក្រោមហើយ បងថែ ហ្នឹងគាត់ថាគាត់ចំពប់ជើងទៅដួលមកទំហឹងណាហើយដែលគាត់ទាំងពោះធំ4ខែនេះ គាត់តងន់ហើយគាត់ដួល ហ្នឹងហើយគាត់ដួលទៅព្រឹបគាត់ថាមកព្រឹបហ្នឹងគឺល្ងឹតឈឹងហ្មងល្ងឹតឈឹងគាត់ក៏ស្រែកហាប្តីគាត់ឲ្យជួយយ៉ាងប្តីគាត់ក៏មកទៅលើកហើយគាត់ក៏ប្រាប់តាមតាណៅសាច់រឿងថាមិញគាត់ឃើញមនុស្សស្រីម្នាក់មកហៅគាត់នៅមុខគាត់បានគាត់ដើរមកហើយប្តីរបស់គាត់ហ្នឹងគឺបន្ទោសទៀតបន្ទោសថាគាត់ឲ្យអនឯងងូតទឹកតាំងពេល ហ្នឹងហើយ ភ្លឺពេលអីអញ្ចឹងទៅអត់ទេនៅតែរវល់នៅតែអីប្តីគាត់ហ្នឹង បារម្ភហ៎បង ដឹងគាត់បារម្ភតែគាត់ហ្នឹងក៏ជាបន្ទោសទៅពេលហ្នឹងគាត់ក៏ប្រាប់ទៅកាន់ប្តីរបស់គាត់តែប្តីរបស់គាត់អត់ជឿទេគាត់ថាប្រពន្ធហ្នឹងស្វាងភ្នែកអីមានមនុស្សស្រីមកពីណាប្រហែលជាខ្យល់បក់ខ្យល់អីកណាត់អីវាហោះអញ្ចឹងទៅអញ្ចឹងបងស្រីដែលពោះធំហ្នឹងគាត់ក៏អត់ចាប់អារម្មណ៍អីដែរគាត់ទៅចូលដេកជាធម្មតាពួកគាត់កម្មករសំណង់គាត់បោះតង់ជុំវិញហ្នឹងណាមកគ្រួសារ មកតង់មួយ តង់មួយក៏ធ្វើកន្លែងស្នាក់នៅបដអសន្ននៅយប់ហ្នឹងគាត់ចាប់ផ្ដើមធ្វើទុកហើយដោយសារតែគាត់ដួលបោក ហ្នឹង គាត់ថាចាប់ផ្ដើមចុកពោះកសៀគាត់ចាប់ផ្ដើមភ្នាក់ប្តីគាត់ហ្នឹងថាអត់ស្រួលទេទីមួយអាចខ្លាចប៉ះពាល់ទៅដល់កូនក្នុងពោះគាត់ថានៅយប់ហ្នឹងគាត់ក្តៅផងគាត់ចុកពោះផងហើយវាហប់អត់មានដង្ហើលទេគាត់ថាលើឲ្យប្តីរបស់គាត់ហ្នឹងបើកអាមាត់តង់ហ្នឹងតិចទៅឲ្យមានខ្យល់ចេញចូលប្តីរបស់គាត់ថាបើកធ្វើអីឯងពោះធំពោះអីផងគេអត់ឲ្យដេកបើកតង់ទេពនគាត់ថាចាំឯងអត់ចង់ឲ្យបើកចង់ឲ្យខ្ញុំងាប់នឹងតង់មិនមែនបើខ្ញុំអត់ស្រួលខ្លួនណា អត់គាត់ក្តៅ គាត់ក្តៅដោយសារគាត់អត់ស្រួលខ្លួនណា ហ្នឹងហើយ អញ្ចឹងប្តីរបស់គាត់ហ្នឹងក៏ដេកបើកមាត់តង់ដូចមាត់ទ្វារអញ្ចឹងណា ហ្នឹងហើយ ដេកបងស្រីថាគាត់ដេកអត់លក់ទេនៅយប់ហ្នឹងគាត់មានអារម្មណ៍ថាចុកពោះកសៀតពោះអូចកូនរបស់គាត់នឹងពោះអាចនឹងធ្វើទុក ហ្នឹង អីអញ្ចឹងនៅពេលគាត់ថាអត់ដឹងម៉ោងប្រហែលទេគាត់ថារឿងយប់ដែររេចដឹងមិនអត់ មកវិញបង គាត់ថាគាត់ដេកទៅគាត់ឃើញមនុស្សស្រីម្នាក់ពោះធំហ្នឹងគឺឈរនៅចុងជើងរបស់គាត់មក ចាំមែនអូត្រូវហើយព្រោះគាត់ដេកបើកតង់ ហ្នឹងហើយគាត់ដេកបើកតង់គាត់ថាគាត់ឃើញមនុស្សស្រីម្នាក់ហ្នឹងគឺឈរនៅចុងជើងរបស់គាត់ថាឈរហើយចង្អុលមុខមកគាត់ថ្លែគាត់គ្រាន់តែឃើញបែបហ្នឹងគាត់ឲ្យងើបមើលឯងគាត់កេះប្តីគាត់នៅចិត្តហ្នឹងគាត់ហៅអញបងគាត់ថាឲ្យជួយមើលអីអញ្ចឹងទៅប្តីរបស់គាត់ហ្នឹងក៏ងើបមកមើលគាត់ថាមិញហ្នឹងគាត់ឃើញមនុស្សស្រីម្នាក់នោះឈរនៅខាងក្រៅពោះធំឯងចេញទៅមើលតិចមើលប្តីរបស់គាត់ហ្នឹងក៏ចេញទៅមើលប៉ុន្តែអត់ប្តីរបស់គាត់ហ្នឹងគឺថាខ្មោចគឺតែអីណាប្តីរបស់គាត់គឺបារម្ភតែមួយទេបារម្ភខ្លាចមានគេហ្នឹងមកលួចអត់លួចស៊ីម៉ង់លួចអីអញ្ចឹងទៅគាត់ប្តីគាត់ហ្នឹងក៏ចេញពិលទៅមើលបោះទៅគាត់ដេកនឹងតង់តែឯងទាំងតង់បើកអញ្ចឹងគាត់ថាគាត់ដេកចាំប្តីគាត់មកសទុះចេញបាត់អត់ដឹងប្តីគាត់ទៅណា
បើកមកសទុះទៅប្តីគាត់បាត់គាត់ចាំមើលគាត់ចេញទៅមើល តាមប្តី ទៅមើលហើយអត់មានភ្លើងទេរួចភ្លើងកែវគាត់មានតែមួយឲ្យប្តីគាត់បាត់ហើយគាត់ថាពេលដែលគាត់ចេញទៅមើលហ្នឹងគឺវាក់អឺនៅក្នុងតង់ហ្នឹងមកគាត់ថាតង់ហ្នឹងវាមិនបើកមួយមកទ្វារទេវាគ្រាន់នឹងទាញកណាត់ចេញទាញតង់ចេញអញ្ចឹងគាត់ថាវាក់អឺគឺពេញភ្នែករបស់គាត់ហ្មងគាត់ថាម្នាក់ស្រីនោះគូមុខធម្មតាទេប៉ុន្តែគាត់តែភ្នែកធំគាត់ថាគាត់បើកទៅឆាច់មកពេញមុខរបស់គាត់ទាំងអស់គាត់ឃើញអញ្ចឹងគាត់ថើយមកក្រោយមកដួលអុកគូតម្ដងទៀត ទុកជន់ទុក គាត់ថាគាត់ថាឆាច់គាត់ភ្ញាក់ព្រឹតស្រែកដួលអុកគូបានប្តីរបស់គាត់នឹងរត់មកគាត់ថាបងអត់ទេខ្ញុំឃើញដឹងជាមៀងខ្មៅចៃអុកគូណាអញ្ចឹងប្តីរបស់គាត់ហ្នឹងក៏សម្រេចចិត្តអត់ហ៊ានមាត់អីទាំងអស់គាត់ថាប្តីរបស់គាត់នឹងលួងប្រពន្ធហ្នឹងណាអីទេឯងស្វាងភ្នែកស្វាងអីអញ្ចឹងទៅហើយប្តីរបស់គាត់ក៏ចាប់ផ្ដើមសង្ស័យដែរសង្ស័យទី1ហ្នឹងនៅពេលដែលចាប់ផ្ដើមកាយបានឆ្អឹងហ្នឹងកន្លែងកម្មករសំណងរបស់គាត់ធ្វើការហ្នឹងគឺមានរឿងរ៉ាវរហូតប៉ុន្តែដែលឃើញផ្ទាល់ទេជួនអីពងតែធ្វើការថ្ងៃត្រង់ម៉ោង11ជិតដល់ម៉ោងសម្រាប់ហ្នឹងឮសំឡេងលឺស្រីហៅមកទៅសឹបដាក់កាជាកាសៀបោះជាងហ្នឹងហើយជាងខ្លះមិនមែនធំទេវាយដេកគួងគឺមុតដៃមុតអីអញ្ចឹងទៅគឺខុសរហូតកន្លែងហ្នឹងគាត់ជួបវត្តវៈហេតុរហូតហ្មង នឹងជួបរហូតប្តីរបស់គាត់ចាប់ដើមសង្ស័យហ្នឹងលួងប្រពន្ធគាត់ថាអូអត់កើតទេស្អែកគាត់ចង់ឲ្យប្រពន្ធរបស់គាត់ត្រឡប់ទៅស្រុកវិញអាចតែគាត់ឲ្យទៅស្រុកអាចទៅនៅមួយម៉ែមួយហ្នឹងហើយគាត់អត់ចង់ឲ្យនៅហ្នឹងទៀតទេប៉ុន្តែគឺអត់ទៅអត់ទាន់ទេយប់ហ្នឹងគឺប្រពន្ធរបស់គាត់ចុកពោះរហូតដល់ធ្លាក់ឈាមមកត្រូវអីព្រោះដោយសារចេះទីមួយគាត់ដួលបោកហ្នឹងដួលបោកហើយក៏ត្រូវមកតង់ទៀតត្រូវដួលអុកគូទៀតហ្នឹងអញ្ចឹងនៅយប់ហ្នឹងប្រពន្ធរបស់គាត់ចេះតែចុកខ្លាំងដល់គាត់ថាម៉ោង7:04បានដឹងថាប្រពន្ធរបស់គាត់ហ្នឹងធ្លាក់ឈាមគឺស្មាតទោសប្រិមិត្តអសអរគ្នាដោយសារយើងនិយាយអកស្ដាំតិចហ្នឹងគឺគាត់រលូតកូនគាត់ខូចកូនក្នុងផ្ទៃខូចកូនគាត់ក្នុងផ្ទៃអញ្ចឹងទៅជាងហ្នឹងក៏បញ្ជូនប្រពន្ធរបស់គាត់ហ្នឹងទៅផ្ទះរឿងហ្នឹងអត់ចប់ទេមានតមកទៀតគឺនៅពេលដែលផ្ទះហ្នឹងធ្វើចិត្តហើយអាហ្នឹងគាត់សង្ខេបមកខ្លីៗហ្នឹងគាត់មិនមែនជួបរឿងតែប៉ុណ្្នឹងជាងហ្នឹងគឺជួបរឿងរហូតគាត់ថាជួនអីយប់ឡើងមនុស្សស្រីហ្នឹងគឺឈរសំកាំងនៅលើជាងគាត់ថាជាងគឺគេឃើញគ្រប់គ្នាប៉ុន្តែគាត់ថាជាងនៅហ្នឹងគឺអត់ហ៊ានប្រាប់បងស្រីទេទើបតែបងស្រីបានជួបរឿងបានជាងហ៊ានទម្លាយការពិតប្រាប់គាត់ហ្នឹងហើយណាមួយអាចនឹងជាងគាត់អត់សូវខ្លាចទេដោយសារគាត់ប្រុសហើយណាមួយគាត់ដើរច្រើនហ្នឹងហើយគាត់អត់ចង់ឲ្យម្ចាស់ផ្ទះហ្នឹងដឹងថាអូកន្លែងហ្នឹងមានអីដល់ម្ចាស់ផ្ទះខ្លាចគាត់អត់ចង់ប្រាប់ទេគាត់ថាជួនអីគាត់ពងយប់ឡើងអញ្ចឹងទៅជាងខ្លាចចេញមនុស្សមកគឺម្នាក់មានមនុស្សស្រីម្នាក់គឺឈរសំកាំងនៅលើមកគាត់ថាសក់វែងអីចឹងទៅឃើញអ្នកខ្លះឃើញរូបភាពបែបនេះអ្នកខ្លះឃើញរូបភាពបែបនោះចឹងទៅតាមតែគេលេងតាមតែគេចង់ឲ្យឃើញតាមតែគេចង់ឲ្យឃើញអញ្ចឹងរឿងរ៉ាវមួយហ្នឹងមកដល់នៅពេលផ្ទះធ្វើចិត្តហើយផ្ទះហ្នឹងធ្វើចិត្តហើយឯងផ្ទះធ្វើចិត្តហើយបងស្រីម្ចាស់ផ្ទះដែលគាត់ពជាស្មាតទោសគាត់ថាពេលហ្នឹងគាត់ពជាកណាគាត់អត់ដឹងថាខ្លួនឯងហ្នឹងមានកូនដែរទេអត់ដឹងថាខ្លួនឯងហ្នឹងមានកូនសត្វតែសុកគាត់អត់ស្រួលខ្លួនគាត់ទៅគាត់ដឹងថាប្រហែលជាគាត់មានកូនទៅពិនិត្យទៅគាត់ហ្នឹងគឺមានកូន3ខែជាងបាត់គាត់គឺថាឥឡូវបើថាមានហើយអារម្មណ៍របស់គាត់ពេលអត់ទាន់ចង់បានទេដោយសារគាត់ចង់ឲ្យធ្វើផ្ទះហ្នឹងឲ្យហើយអីឲ្យហើយអស់បានគាត់យកកូនប៉ុន្តែបើថាគ្នាមកចាប់កណើតហើយថែរក្សាគ្នាទៅអញ្ចឹងផ្ទះហ្នឹងក៏បានធ្វើឲ្យ 100% ទាំងអស់ពេល 100% ហើយអស់បងស្រីចូលទៅដល់4ខែទៀតហើយ4ខែទៀតណាហ្នឹងហើយអញ្ចឹងនៅពេលបងស្រីគ្រប់4ខែក៏ជាពេលវេលាល្អរបស់គាត់ធ្វើពិធីឡើងផ្ទះហ្នឹងហើយឡើងគេហដ្ឋានថ្មីហ្នឹងហើយតែគាត់អត់ធ្វើអីធំដុំគាត់ថាព្រឹកឡើងគាត់ចង្ហាន់លោកអីចឹងទៅគាត់ចង្ហាន់លោកចង្ហាន់អីចឹងរយៈពេលប្រហែលថ្ងៃហ្នឹងគឺគាត់ទិញអីវ៉ាន់យកមកដាក់ផ្ទះថ្មីហ្នឹងគាត់ទិញអីចឹងទៅហើយអ្នកមកសម្រានហ្នឹងក៏តែប្តីគាត់ហ្នឹងដែរប្តីគាត់ដឹងមិនអត់ប្តីគាត់ក៏ដឹងដែរថាផ្ទះហ្នឹងមានអីចឹងគេដឹងទាំងអស់អត់គាត់អត់ទេដោយសារតែពេលហ្នឹងបងប្រុសហ្នឹងគឺគាត់មកដេកយាមផ្ទះថ្មីហើយបងស្រីក៏អត់ចង់ឲ្យទាន់មកដេកទេបងប្រុសគាត់គិតថាបែរផ្ទះថ្មីអត់ទាន់ឡើងអត់ទាន់មានជំនាញផ្ទះក៏អត់ចង់ប្រពន្ធរបស់គាត់ហ្នឹងពោះធំហ្នឹងពោះធំពោះអីមកទៅឲ្យនៅសម្រានមួយម៉ែសិនទៅអញ្ចឹងយប់ឡើងគាត់មកជួនអីយប់ខ្លះគាត់មកដេកអញ្ចឹងទៅមកដេកចាំអីវ៉ាន់ថ្មីអញ្ចឹងទៅចាំឡើងហើយចាំហៅប្រពន្ធរបស់គាត់មកសម្រានជុំគ្នាអញ្ចឹងជុំគ្នាប្តីរបស់គាត់ហ្នឹងក៏ឃើញដែរប្តីរបស់គាត់គឺឃើញច្បាស់ហ្មងយប់ឡើងគឺមកដេកមួយគាត់
យប់ឡើងគាត់ថានៅយប់មួយហ្នឹងគឺមកកោសទ្វារធ្វើបន្លំជាបងស្រីគាត់ថាហៅគឺពេញហៅប្តីគាត់ហ្នឹងគឺពេញមាត់ហ្មងហៅឈ្មោះណាឧទាហរណ៍ប្តីបងស្រីឈ្មោះកអញ្ចឹងគឺហៅកហ្មងបងថាសលេងដូចបងស្រីណាវាបន្លំ វាប៉ុនធ្វើត្រាប់ ហ្នឹងហើយបងអើយបើកទ្វារឲ្យបន្តិចខ្ញុំឈឺពោះគាត់ថាបងប្រុសបើកទៅអត់ឃើញទេប៉ុន្តែក្រឡេកមើលមកក្រោមមកឈរសំកាំងនៅមុខផ្ទះតែប្តីរបស់គាត់ហ្នឹងគឺអត់ហ៊ានប្រាប់ប្រពន្ធចាំលើកឃើញថាផ្ទះមិនទាន់ឡើងមិនទាន់អីអត់ទាន់មានជំនាញផ្ទះអីមកអីសពគ្រប់អញ្ចឹងទៅមកដល់ថ្ងៃឡើងផ្ទះតែហេតុការណ៍នេះកើតឡើងនៅពេលយប់មុននឹងឡើងផ្ទះនៅពេលយប់ហ្នឹងបងស្រីហ្នឹងគឺមកសម្រាននោះហ្នឹងឯងដោយសារគាត់មករៀបចំអីវ៉ាន់សំភារៈព្រោះស្អែកឡើងគាត់ចង្ហាន់ដូកហាន់អីអញ្ចឹងទៅណានៅយប់ឡើងគាត់ថានៅយប់ហ្នឹងគឺរៀបចំអីវ៉ាន់ពីអ្នកប្តីគាត់រៀបចំផ្ទះបោសសម្អាតអីអញ្ចឹងទៅដល់ម៉ោងគាត់ថាម៉ោង10តែពីអ្នកប្តីគាត់ទេម៉ោង10ហ្នឹងប្តីគាត់បោះប្តីគាត់ពេលហ្នឹងគាត់ថានៅក្នុងផ្ទះគាត់នៅយ៉ផ្ទះខាងមុខផ្ទះគាត់មានយ៉ខាងមុខប្រិមិត្តខ្លះគឺស្គាល់ហើយយ៉ផ្ទះប្រិមិត្តដែលគេធ្វើផ្ទះឈើអញ្ចឹងទៅវាមានរៀនខាងមុខអ្នកខ្លះរៀនអ្នកខ្លះឲ្យយ៉ប៉ុន្តែ admin និយាយសុំហៅយ៉ហើយហ្នឹងហើយបញ្យល់អ្នកនេះទីអាយ៉មុខហ្នឹងអាហ្នឹងគេធ្វើឲ្យមាន space នៅខាងមុខអាចដើរបានអញ្ចឹងណាហ្នឹងអាចដើរបានអង្គុយបានមើលទៅក្រោមអីបានហ្នឹងហើយបងស្រីគេថានៅពេលហ្នឹងគាត់កំពុងតែបោះនៅយ៉មុខហ្នឹងគឺគាត់ឃើញមនុស្សស្រីម្នាក់នៅខាងក្រោមផ្ទះគឺស្លៀកពាក់សឲ្យពោះធំដូចគាត់ទៀតគាត់ថាពោះហ្នឹងគឺធំមែនដូចគ្រប់ខែបើមិនចិត្តគ្រប់ហ្នឹងគាត់ថាឈរទៅគាត់ក៏អើតមើលទៅគាត់ថាពីណាគេពោះប្រពន្ធក៏ជើមកឈរមុខផ្ទះរបស់គាត់គិតថាស្មានអ្នកភូមិបងប្អូនអីអញ្ចឹងណាហ្នឹងហើយគាត់ក៏មើលហើយស្ដាប់តាមម្នាក់ស្រីហ្នឹងបក់ដៃហៅគាត់ហើយគាត់ដើរទៅដែរទៅគាត់ថាអត់ដឹងថាហេតុអីពេលហ្នឹងដូចថាដូចជាគេសណ្ដំចិត្តគាត់ហ្នឹងហើយអាចថាគេនំហ្នឹងហើយគ្រាន់តែបក់ដៃហៅគាត់អញ្ចឹងគាត់ថាពេលហ្នឹងមិនដឹងជាគាត់គិតអីអារម្មណ៍របស់គាត់គឺទៅត្រួយហ្មងគាត់ទៅត្រួយទៅទាំងបញ្ញាប់ហើយម្នាក់ស្រីហ្នឹងបក់ដៃកាន់តែហៅគាត់បក់ដៃហៅគាត់គាត់ចុះឈានជើងបានតែ3កម្មទេចដើផ្ទះគាត់ហ្នឹង7កម្ម7កម្មទៅដល់ក្រោមហើយមកកាច់ទៅក្រោមទៀតគាត់ល្អិលទៅល្អិលទាំងពោធំណាគាត់ថាទៅព្រូយ៉ាងតូចបានទៅដល់កន្លែងកាច់ខាងក្រោមហ្នឹងបោកពុបបានគាត់ដឹងថាគាត់នឹងធ្លាក់ឯងចឹង4កម្ម4កម្មធ្លាក់4កម្មគាត់ស្រែកហៅប្តីគាត់នឹងចុះមកជួយលើកប្តីគាត់នឹងចុះមកជួយលើកគាត់សួរថាម៉េចក៏អញចុះអីអត់មើលអញ្ចឹងគាត់ថាបងបើឯងមើលពីណាគេមកហៅគាត់បើស្រីម្នាក់ពោះធំហៅគាត់នៅក្រោមផ្ទះហ៎អញ្ចឹងប្តីរបស់គាត់នឹងក៏អត់មាត់អីដែរប្តីរបស់គាត់ដឹងថាអូអត់កើតអត់ស្រួលទេផ្ទះនឹងដឹងតែមានអីហើយប្តីរបស់គាត់នឹងចេះតែលួងទៅគាត់ចាប់ដើមចុកពោះមកយប់នឹងខ្សៀពោះទៀតហើយដោយសារតែគាត់អុកគូតហ្នឹងហើយព្រោះមនុស្សស្រីព្រោះធំគេតំណមណាបងតំណមហ្នឹងហើយលើកទឹកមកបោយគេមិនចង់ឲ្យលើកហ៎អញ្ចឹងគាត់ថាអត់អីយប់ហ្នឹងគឺគាត់សម្រាកបងប្រុសហ្នឹងគឺដុកបងស្រីទៅដេកផ្ទះម្ដាយគាត់អត់ឲ្យដេកហ្នឹងហើយយប់ហ្នឹងដល់ស្អែកឡើងថ្ងៃកម្មវិធីបានមកអញ្ចឹងនៅថ្ងៃកម្មវិធីពីផឹកឡើងគេធ្វើពិធីគាត់ថាគេដង្ហែជុំវិញស្អីគេចាប់ឆ្មាចាប់អីគេឡើងផ្ទះថ្មីហ្នឹងហើយម៉ោងប្រហែលជា8គឺគាត់និមន្តព្រះសង្ឃមកឆាន់ហើយឡើងលើផ្ទះថ្មីគាត់នឹងប្រោះព្រំបាច់រិស័យនៅពេលហ្នឹងបានពិសេសលោកតាហ្នឹងគាត់និមន្តមកដល់គាត់និមន្តឡើងលើចដាផ្ទះហ្នឹងអញ្ចឹងនៅពេលដែលលោកតានិមន្តឡើងលើចដាហ្នឹងគឺមានតែលោកតាឡើងនិមន្តទៅមុនគេសម្បត្តិទោះប្រិមិត្តដោយសារនិយាយពាក្យហ្នឹងអត់ភាសាសង្ឃស័ព្ទ admin អត់សូវប្រកែគាត់ថាលោកនិមន្តឡើងទៅមុនអញ្ចឹងពួកគាត់ហ្នឹងចាស់មើលខាងក្រោយអញ្ចឹងទៅចាស់ខ្លះក៏ទៅចាំនៅលើផ្ទះដែរហ្នឹងហើយចាំចង្ហាន់ចាំអីអញ្ចឹងទៅរៀបចង្ហាន់រៀបអីគ្រាន់តែលោកតានិមន្តទៅដល់ពាក់កណ្ដាលលោកតាគឺឈប់និមន្តបន្តទៀតលោកតាគឺគាត់ថាឈរមកទូអត់ដឹងភាសាបែបនេះគឺនិមន្តនឹងចេះហ្មងគេហៅរងអីអាហ្នឹងអត់ដឹងថាម៉េចទេប្រិមិត្តព្រះអង្គគឺគង់នៅនឹងចេះហើយព្រះអង្គមានសង្ឃដីកាទៀតសង្ឃដីកាមិនគាត់ថាញោមអាត្មាសុំផ្លូវឡើងនឹងផ្ទះសុំផ្លូវគេដើរសុំចដើគេឡើងហើយបងនិយាយថាពេលហ្នឹងគឺអត់មានពីណាគេខាំងមុខព្រះអង្គទេអត់មានទេចាំមានតែព្រះអង្គឃើញហើយព្រះអង្គថាញោមអាត្មាសុំ
នេះសុំផ្លូវមុន ទៅលើ ទៅលើអត់លោកគឺនៅតែសុំតដែរដល់ពេលឃើញលោកតាមានសន្តិកម្មម្នាក់ឯងគាត់ថាឥឡូវអាត្មាសុំបិណ្ឌបាតសុំបិណ្ឌបាតញោមឯងបានអត់នេះផ្ទះគេហើយញោមឯងអធិស្ឋានឲ្យគេទៅបន្ទាប់មកក៏លោកតានិមន្តទៅហើយគេគ្រប់គ្នាពេលហ្នឹងគឺឆ្ងល់គ្រប់គ្នាហ្មង ហ្នឹង ឆ្ងល់គ្រប់គ្នាថាលោកតាមានសង្ឃដីកាជាមួយ ពីណាគេ លោកតាក៏បាននិមន្តឆាន់អីហើយចឹងទៅបាច់ទឹកបាច់អីចឹងទៅហើយចំណែកឯលោកអាចារ្យដែលឡើងផ្ទះក៏អញ្ជើញជំនាញផ្ទះមកកាន់ផ្ទះថ្មីផ្ទះអីគ្រាន់តែឲ្យពឹបបងស្រីចាប់ផ្ដើមធ្លាក់ឈាមគាត់ចុកពុះខ្លាំងអត់ស្រួលដែរគាត់អត់ស្រួលចឹងគាត់ថានៅថ្ងៃហ្នឹងបងប្អូនរបស់គាត់ហ្នឹងក៏អ្នកខ្លះនៅហូបជប់លៀងនៅផ្ទះគាត់ចឹងគាត់ក៏ទៅពេទ្យចឹងទៅគាត់ធ្លាក់ឈាមខ្លាំងគាត់ចុកពុះហ่ะ ហើយគាត់បារម្ភគាត់ទៅពេទ្យទៅឆែកអីចឹង គាត់ទៅពេទ្យដល់ពេលគាត់ទៅពេទ្យថាហួសហើយដោយសារតែកូនក្នុងផ្ទៃហ្នឹងវាលែងខូចបាត់ដែរ គេអត់នៅមួយយើង អត់នៅមួយយើងអី4ខែវារឿងធំដែរពេទ្យក៏គឺចាក់ថ្នាំដើម្បីទម្លាក់ចេញមកនៅយប់ឡើងគាត់ត្រូវមកសម្រាប់ផ្ទះថ្មីរបស់គាត់គាត់ថានៅយប់ហ្នឹងគឺគាត់ដេកមានម៉ែរបស់គាត់មានអ៊ំពូមិញប្រហែលជា 4-5 នាក់សាសផ្ទះថ្មីអញ្ចឹងម៉ែពុកគាត់ទាំងម្ដាយក្មេកទាំងសងខាងទាំងម្ដាយក្មេកគាត់ទាំងម្ដាយគាត់បកើតមកសម្រានមួយហើយគាត់ដេកពីអ្នកប្តីរបស់គាត់គាត់ដេកទាំងដាក់សរោមពេលហ្នឹងគឺឲ្យដាក់សរោមមកព្យាបាលនៅផ្ទះអញ្ចឹងនៅយប់ហ្នឹងគាត់ដៃជាប់សរោមគឺគាត់គេអត់សូវលោកម៉ានទេ អាចថាពេទ្យគេឲ្យសរោមជាសរោមកម្លាំងទេក៏មិនដែរ គាត់ថាសរោមហ្នឹងក៏អត់ដឹងថាម៉េចដែរគាត់ដឹងតែពេទ្យគឺឲ្យគាត់ដាក់ទៅហើយកម្លាំងអីហ្នឹងតាមទៅហ្នឹងហើយគាត់ថានៅម៉ោងពាក់កណ្ដាលយប់បារម្ភអារម្មណ៍របស់គាត់ទី1ខ្លាចអស់សរោមទៅឈាមច្រាល ហ្នឹងហើយ គាត់ឲ្យប្តីរបស់គាត់នឹងមើលតែមើលតែប្តីរបស់គាត់នឹងលងលក់គាត់អស់កម្លាំងអស់អីអញ្ចឹងគាត់រៀបចំមកប្រហែលថ្ងៃមករវល់ហត់ហើយគាត់នឹងដេកលក់ដោយសារតែបាត់បង់កូនទៅវិញផងជាទីស្រឡាញ់របស់គាត់ខូចចិត្តគាត់ថាគាត់ដេកលក់មកប្រាំងបើកភ្នែកមកវិញគាត់ថាអត់ទាន់បើកភ្នែកពេលហ្នឹងគាត់មានអារម្មណ៍ថាដេកបដាមានពីណាគេនឹងគឺនៅឈរនៅលើគាត់ហ្មងយល់ហើយតែកណាពាក់កណ្ដាលយល់សពពាក់កណ្ដាលមែនតើហ្នឹងហើយយល់ ពាក់កណ្ដាលមែនតើគឺគាត់មានអារម្មណ៍បែបហ្នឹងគាត់បើកភ្នែកមកគឺឃើញមនុស្សស្រីម្នាក់ពោះធំគឺឈរសំកាងជើងនៅលើខ្លួនគាត់ហ្មង ចាំមានខ្លួនគាត់នៅកណ្ដាល ហ្នឹងហើយគឺឈរពីលើអញ្ចឹងប្រិយមិត្តទាំងអស់គ្នាឈរចំពីលើគាត់អញ្ចឹងតែគាត់ដេកអញ្ចឹង អូខេយល់គាត់គ្រាន់តែបើកភ្នែកមកម្នាក់ស្រីហ្នឹងគាត់ថាសក់វែងហើយឆ្ងាញ់ថ្មិញដាក់គាត់ហ្មងគាត់ថាថ្មិញដូចមនុស្សយើងឯង មិញមិនវិញ ថ្មិញដូចចកោមអញ្ចឹងគាត់ថាញញថ្មិញដាក់គាត់មកចកោមហ្មងហើយចកោមហើយសើយរោបមកគាត់ថាដូចយកសពអញ្ចឹងសើយអារោបពោះធំគាត់ហ្នឹងបាញ់ឈាមដាក់គាត់គាត់គ្រាន់តែអញ្ចឹងគាត់ស្រែកមកទំហឹងគាត់ណាប្តីរបស់គាត់នៅចិត្តហ្នឹងក៏ងើបម៉ែពុកគាត់ស្ទុះងើបគ្រប់គ្នាគាត់សួរអីគាត់ថាអត់ទេខ្មោចលងគាត់ហើយគាត់ថាបាញ់ឈាមដាក់គាត់ញាក់គាត់ញ័រគាត់ថាអូអត់តែគាត់ថាអត់ទេលួងប្រពន្ធអត់ធ្វើអញទៅសពហើយអញសម្រួលអារម្មណ៍គាត់ថាពេលហ្នឹងដូចយល់សពហើយដូចជាការពិត ហ្នឹងហើយព្រោះអាចថាគេលេងណាបង ហ្នឹងហើយ ប្តីគាត់លួងអាចលក្ខណៈថាទីមួយខ្លាចប្រពន្ធដោយសារប្រពន្ធវើវាអីចឹងណាហ្នឹងគាត់ថាប្តីរបស់គាត់លួងអត់កើតអីទេអញ្ចឹងគាត់ថាគាត់នៅតែច្បាស់បងអត់កើតទេគាត់នៅបញ្ជាក់មួយប្តីគាត់ណានិយាយពីម៉ែគាត់ស្អែកឡើងអត់កើតទេទីមួយគាត់ឃើញមនុស្សស្រីប្រធមម្នាក់បក់ដៃហៅគាត់គាត់ក៏ដួលទៅហើយលោកអីមកអញ្ចឹងទៅគាត់ក៏ទៅរកគ្រូហ្នឹងមុនវូគាត់ទៅរកលោកឯងគាត់សួរលោកថាពេលដែលលោកតាមុនទៅផ្ទះគាត់ហ្នឹងឃើញអីក៏ថាគាត់ឃើញមនុស្សស្រីម្នាក់ពោះធំតែមិនមែនជាមនុស្សទេឈរសំកាំងផ្លូវលោកហ្នឹងអត់ឲ្យនិមន្តឡើងអញ្ចឹងបានលោកហ្នឹងសុំផ្លូវទៅទុំរំតែសុំបានបិណ្ឌបាតបានអញ្ចឹងណាហើយគាត់ក៏ឧទ្ទិសកុសលឲ្យដែរហ្នឹងក៏ឧទ្ទិសកុសលឲ្យអញ្ចឹងទៅឃើញថានាងហ្នឹងទទួលបានផលបុណ្យហើយប៉ុន្តែដឹងថាម៉េចអត់ព្រមទៅអញ្ចឹងលោកតាក៏អត់មានវិធីអីសាយដេញដែរគាត់បានតែឃើញទេដោយសារតែគាត់មានតែធម៌ហ្នឹងហើយឧទ្ទិសកុសលអីផ្សាយមេត្តាចិត្តចឹងទៅពួកចេះបងបើប្រសងលោកគ្រាន់តែអាចជាផ្ដល់ជាកុសលផលបុណ្យតែលោកអត់អាចធ្វើបំបីគេបានទេហ្នឹងព្រោះដោយសារលោកកាន់សិលហ្នឹងលោកកាន់សិលលោកអត់អាចទៅបំបីគេឬមកក៏ធ្វើកំចាយឬមកក៏ធ្វើអីគឺលោកធ្វើការទេហ្នឹងអ
ចឹងបានប្តីរបស់គាត់ហើយនឹងម្ដាយរបស់គាត់ទៅរកគ្រូម្នាក់ទៅរកគ្រូម្នាក់ហ្នឹងគឺមកគ្រូមើលទៅចំហ្មងគាត់ថាផ្ទះហ្នឹងគឺមានព្រាយពោះធំគាត់ថាពោះធំព្រាយហ្នឹងយូរហើយអត់ដឹងតាំងពីឆ្នាំណាមកទេដែលគាត់មើលទៅតាមការប្រមាណមើលរបស់គាត់ឡើងមានចកោមហ្នឹងហើយដូចបងស្រីឃើញអញ្ចឹងណា ព្រោះតែចេះបើសិនជាព្រាយបើសិនជាព្រាយគេរាប់ថាព្រាយពោះធំកាត់កោតអត់ចាញ់ឬមកក៏អីមានពោះធំហើយស្លាប់អីចឹងគេរាប់ចូលជាព្រាយកលាភ្លើងហើយអត់ដឹងថាម៉េចដែរគាត់ថាគឺមើលទៅថាមានចកោមថាអូកាចណាអត់កើតទេនាងស្លាប់ទាំងពោះធំ ហ្នឹងហើយ ហើយអត់ព្រមចេញពីហ្នឹងទេដោយសារតែកូនរបស់នាងហ្នឹងគឺនៅនឹងអត់ទាន់ចេញ ហ្នឹងហើយបើមិនគេជីកអត់បាន អត់ដឹងមិនអញ្ចឹង ទៅមកក៏អាលួយតាមដីដោយសារតែបើសិនជាពោះធំហើយកាត់អត់ចេញគេកប់តាំងពោះហ្នឹង ហ្នឹង ឆ្អឹងហ្នឹងនឹកខ្ចីទេ គាត់ថាកូនរបស់គាត់កូនរបស់គេនៅនឹងអញ្ចឹងទៅក៏អញ្ជើញគ្រូហ្នឹងមកគ្រូហ្នឹងគឺគេមករំងាប់ហ្មងគេមករំងាប់ហើយមកហ្នឹងគឺក្នុងមួយខែគេមកម្ដងមក3ខែមួយខែគេមកម្ដងគេមករំងាប់គេធ្វើពិធីរំងាប់គេធ្វើពិធីតងហៅឲ្យចេញនឹងដោយសារតែផ្ទះដែលធ្វើថ្មីហ្នឹងក៏អត់ទាន់មានជំនាញផ្ទះចូលមកនៅដែរ ព្រោះអាចជំនាញតែអត់ហ៊ានចូលដោយសារនៅនឹងធំដែរ គេធំហ្នឹងហើយអញ្ចឹងទៅគ្រូហ្នឹងក៏គេធ្វើអីហើយអស់ទៅក៏បោះផ្ទះរបស់គាត់ហ្នឹងរស់បាននៅសុកសានមកដល់សប្តាហ៍ថ្ងៃហ្នឹងហើយផ្ទះរបស់គាត់រហងៃហ្នឹងគឺកំពុងតែរកស៊ីកាក់កបមែនតើដោយសារចំផ្លូវធំហ្នឹងហើយ អាចថាចេះបងនេះខ្ញុំស្ដាប់ជាមួយខ្ញុំគាត់ថាគ្រូដែលមកហ្នឹងគឺល្អមែនតើដោយសារអីបើគ្រូមួយចំនួនបើសិនជួបចឹងគាត់អាចនឹងធ្វើសកត់ព្រលឹងហ្មង ហ្នឹងហើយ តែនេះគាត់អាចនឹងហៅចេញមកអីចឹង គេហៅចេញគេចរចា ហ្នឹងហើយ ហើយគាត់អត់ហ៊ាននិយាយជាសលេងដោយសារគាត់និយាយមកគឺគាត់ទឹកភ្នែករហូត ហ្នឹងក៏ដកដួល គាត់ថាគាត់បាត់បង់កូនដំបងជាទីស្រឡាញ់របស់គាត់ហើយក៏អត់នឹកស្មានថាវាមានរឿងបែបហ្នឹងអញ្ចឹងណាហើយដីកន្លែងគាត់នេះគឺបាត់បង់ទៅដល់ប្រតិរក2នាក់តាំងពីកូនរបស់បងស្រីប្តីជាជាងសំណងហើយនឹងរូបគាត់នឹងឯង អាចថាព្រាយហ្នឹងយ៉ាងថាព្រាយកលាភ្លេងអញ្ចឹងអាចថាព្រាយហ្នឹងអត់ឃើញអ្នកពោះធំអីចេះតែនេះចឹងទៅ ចំណែម ហ្នឹងហើយគេហៅថាម្ដាយដើមបងព្រាយកលាភ្លើងបើសិនរាប់ទៅគេហៅម្ដាយដើម ហ្នឹង អញ្ចឹងអាចថាធ្វើឲ្យនេះធ្វើអីចឹងទៅ ប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាមិនដែរបន្ទាប់ពីបានស្ដាប់សាច់រឿងមួយនេះគឺមានការចែករំលែកមកពីបងស្រីហើយប្រាប់មកកាន់ក្រុមការងាររបស់យើងហើយគាត់គឺអត់ចាក់សលេងទេបានហើយសម្រាប់ប្រិមិត្តណាដែលចង់បានចែករំលែកសាច់រឿងដូចបងស្រីដែរអាចប្រាប់មកកាន់ក្រុមការងារបានដែលតំណងតាមលេខទូរស័ព្ទដែលដាក់នៅលើអេក្រង់ទូរស័ព្ទហ្នឹងបាទហើយកុំភ្លេចមួយទៀតបាទចូលរួមគាំទ្រចុច Subscribe មកកាន់កម្មវិធីថ្មីរបស់យើងគឺកម្មវិធី Podcast តាមភូមិហ្នឹងហើយ បើកម្មវិធីយើងតូចតែមែនតែសាច់រឿងនេះ MM ដែរអ្នកគ្នាជួយចុច Subscribe ហើយកុំភ្លេចដាក់សញ្ញាកណ្ដឹងហោះដើម្បីពេលដែលយើងផុសវីដេអូថ្មីទៅគឺលោតដល់អ្នកគ្នាមុនគេមកបាទអញ្ចឹងយើងសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ហើយកម្មវិធីរបស់យើងក៏បានមកដល់ទីបញ្ចប់ផងដែរហើយពួកយើងទាំងពីរនាក់ពិតជាអរគុណប្រិមិត្តទាំងអស់គ្នាអញ្ចឹងពេលនេះផងដែរក្រុមការងារ Podcast តាមភូមិក៏ដូចជា Admin រួមទាំងរាជអរគុណគ្រប់លាជួបគ្នានៅវីដេអូក្រោយទៀតអរគុណ